ចឹងអ្នកនរកំពុងតែមានបញ្ហាយក4000ម៉ោងបានហើយនៅ1000 subscriber បាននៅលើ YouTube មែនទេហ្នឹងហើយអញ្ចឹងខ្ញុំប្រាប់ដំណោះស្រាយទៅអ្នកនរហ្មងខ្លីៗកាត់លឿនគឺធ្វើវីដេអូឲ្យបានអ្នកមើលច្រើនឲ្យបាន view ច្រើនប៉ុណ្ណឹងអ្នកនរអូខេចាប់ឲ្យអ្នកនរបាទវីដេអូយើងចាប់ផងហើយបាយអ្នកនរបាទចឹងគឺឃើញថាខ្ញុំនិយាយចេញមកគឺដូចស្រួលមែនតើក៏ប៉ុន្តែគឺ YouTube គឺវាស្រួលចឹងណ៎គេបើណ៎គេចង់បានម៉ោងឬក៏ subscriber ច្រើនគឺណ៎គេធ្វើឲ្យតែវីដេអូឲ្យតែមានអ្នកមើលឲ្យតែបាន view ច្រើនមកណ៎គេគិតថា subscriber ហើយនឹងម៉ោងនឹងបានមកពីអ្វីឥឡូវខ្ញុំបកស្រាយកន្លែងនឹងឲ្យបន្តិចថៃបើខ្ញុំថាណ៎គេយកតែម៉ោងនឹងឲ្យបានច្រើនយក view ឲ្យបានច្រើនទៅគឺបាន4000ម៉ោងគឺបាន1000 subscriber ហើយគឺដោយសារបើសិនជាគេមើលវីដេអូណ៎គេបានច្រើនបានន័យថាមនុស្សថ្មីគេអាចទៅ subscribe ណ៎គេដោយសារវីដេអូនឹងបានហើយ4000ម៉ោងណ៎គេបានដោយគេមើលវីដេអូមួយហ្នឹងបើគេមើលបានយូរចឹងទៅមើលច្រើនអ្នកចឹងទៅម៉ោងវាកាន់តែឡើងហើយហ្នឹងហើយចឹងដូចថាចឹងសាមញ្ញទេតែវាពិបាកធ្វើណ៎គេបាទហ្នឹងហើយខ្ញុំនិយាយស្រួលចឹងអីដែរគឺខ្ញុំនឹងប្រាប់កលឹះបងប្អូនហ្នឹងហើយពីរបៀបយកម៉ោងឲ្យបានហើយនឹងយក subscriber ដែរបាទមិនមែននិយាយថាធ្វើឲ្យតែបាន view ទៅកញ្ចប់ថ្ងៃនេះគឺខ្ញុំប្រាប់បងប្អូនថាធ្វើមិនខ្លះហ្នឹងហើយតែវានៅស្ថិតនៅលើបងប្អូនដដែលទេបើអ្នកគេខំធ្វើវីដេអូគឺវាបានដូចគ្នាប៉ុន្តែហ្នឹងហើយយើងចូលទៅវីដេអូយើងតែម្ដងទេបាទចូលបាទតែចូលទៅដល់វីដេអូឯណោះគ្នាបាទអញ្ចឹងបើអ្នកគ្នាចង់រៀនខាងធ្វើ YouTube ឲ្យបានច្បាស់លាស់ឲ្យបានត្រឹមត្រូវហ្នឹងហើយ YouTube គេមិនមែនចេះធ្វើទេបើអ្នកគ្នាចង់រៀនខាងធ្វើ YouTube ឲ្យច្បាស់លាស់ឲ្យបានដើរឲ្យស្រួលវីដេអូឲ្យបានអ្នកមើលឲ្យច្រើនឬអ្នកគ្នាអាចរៀនជាមួយខ្ញុំបានគឺខ្ញុំបានចេញវគ្គសិក្សាមួយដែលបញ្យល់បងប្អូនពីរបៀបធ្វើ YouTube ឲ្យបានត្រឹមត្រូវម៉ោងផុសបែបម៉េចវីដេអូប្រភេទម៉េចបាន YouTube ជួយរុញហើយនឹងប្រភេទម៉េចអ្នកគ្នាមិនគួរធ្វើហើយអ្វីដែលគួរធ្វើនិយាយកាន់ខ្ញុំនិយាយចំណុចសំខាន់នៅក្នុងវគ្គសិក្សាខ្ញុំនឹងតែម្ដងអញ្ចឹងអ្នកគ្នាឯងអាចចូលរៀនជាមួយខ្ញុំបានខ្ញុំមានបទពិសោធន៍ច្រើនហើយខ្ញុំមាន channel ឡើង3ទៅ4ហើយទាំងនេះ4ហើយអ្នកគ្នាបាទអញ្ចឹងខ្ញុំមានបទពិសោធន៍ខាងធ្វើ YouTube គឺច្រើនមែនតើខ្ញុំចេះគឺដោយបទពិសោធន៍ខ្ញុំផ្ទាល់អ្នកគ្នាបាទហើយបង subscribe គឺខ្ញុំបាន2ហើយចាំបើអ្នកគ្នាចង់រៀនខាងធ្វើ YouTube ឲ្យច្បាស់លាស់អាចរៀនជាមួយខ្ញុំបានអ្នកគ្នាក៏ប៉ុន្តែបញ្ជាក់សិនគឺខ្ញុំអត់ចែកដោយ free ទេអ្នកគ្នាបាទគឺខ្ញុំបាទគឺគិតលុយអ្នកគ្នាបាទហ្នឹងហើយបើអ្នកគ្នាមានសំណួរអ្វីឬក៏ចម្ងល់អ្វីពាក់ព័ន្ធឬក៏បញ្ហាពាក់ព័ន្ធជាមួយ YouTube អាចមកសួរខ្ញុំបានដូចគ្នាអ្នកគ្នាបាទចឹងអ្នកគ្នាអាច scan QR នេះបានដើម្បីអាចឆាតសួរខ្ញុំបានអ្នកគ្នាបាទពីវគ្គសិក្សារបស់ខ្ញុំអូខេចឹងយើងចូលទៅវីដេអូយើងទាំងអស់គ្នាបាទអញ្ចឹងទី1ដើម្បីធ្វើឲ្យបាន view ច្រើនគឺអ្នកគ្នាឯងត្រូវចេះ edit វីដេអូហ្នឹងហើយអ្នកគ្នាបាច់ទៅចេះខ្លាំងពេកទេក៏ប៉ុន្តែបើអ្នកគ្នាចេះខ្លាំងគឺវាល្អអ្នកគ្នាបាទអញ្ចឹងបានន័យយ៉ាងម៉េចចេះ edit វីដេអូគឺបានន័យថាខ្ញុំឃើញវីដេអូជាច្រើននៅលើ YouTube ហ្នឹងគឺភាគច្រើនគ្នាយើងផុសនិយាយកាត់ថតផុសអញ្ចឹងយើងមិនឆ្ងល់ទេហើយបងគេអត់មើលគឺវីដេអូគឺត្រូវតែកាត់អ្នកគ្នាបាទកាត់ឲ្យគ្រាន់បានបើមើលគឺគ្រាន់បើ view បែបអ្នកគ្នាកាត់វីដេអូឲ្យបានល្អដាក់ effect ដាក់ sound សំឡេងដាក់អីចឹងទៅគឺគេចូលចិត្តមើលហើយអ្នកគ្នាបាទណាមួយយើងអាចតាក់ទាញគេចំវីដេអូយើងដោយការប្លែក edit របស់យើងនឹងផងចុះឧទាហរណ៍ថាវីដេអូមួយនេះឥឡូវអ្នកគ្នាមើលមុខខ្ញុំយល់អត់ហ្នឹងហើយមើលកើតអត់ហ្នឹងហើយគឺមើលមិនកើតទេអញ្ចឹងមានមូលហេតុអីអ្នកគ្នាត្រូវនៅមើលពិបាកភ្នែកហ្នឹងទៀតអត់ទេអ្នកគ្នាបាទអញ្ចឹងចេះ edit គឺជួយដល់អ្នកគ្នាឯងមែនតើមិនថាអ្នកគ្នាធ្វើ content អីទេ game ឬក៏ vlog មិនថានិយាយសាច់រឿងអីទេគឺចេះ edit ហើយអ្នកគ្នាចេះខ្លាំងទៀតគឺតាក់ទាញអ្នកមើលបានយូរហើយអ្នកមើលថ្មីគេចូលចិត្តមើលវីដេអូរបស់យើងនឹងទៀតអញ្ចឹងចេះ edit វីដេអូគឺសំខាន់ទី2នោះគឺតែអ្នកគ្នាខ្វះម៉ោងឬក៏ខ្វះ subscriber ហ្នឹងហើយអ្នកគ្នាខ្វះមួយណាបើអ្នកគ្នាខ្វះម៉ោងខ្វះ4000ម៉ោងអ្នកគ្នាត្រូវតែធ្វើវីដេអូវែងបើអ្នកគ្នាធ្វើវីដេអូខ្លីគឺអត់បានម៉ោងទេរាល់វីដេអូផ្ដេកវីដេអូបឆោច្រឡំផ្ដេកវីដេអូបឆោគឺយើងហៅបានថាវីដេអូ short គឺវាអត់ទាញម៉ោងឲ្យយើងទេទោះបីជាអ្នកគ្នាបាន view ច្រើនពី short នឹងប្រមាណលានក៏ដោយក៏វាអត់រាប់ជាម៉ោងដែរហ្នឹងហើយអញ្ចឹងអ្នកគ្នាត្រូវដឹងថាអ្នកគ្នាត្រូវការអីមុនសិនអញ្ចឹងបើអ្នកគ្នាត្រូវការ4000ម៉ោងគឺធ្វើវីដេអូវែងហ្នឹងហើយវីដេអូវែងគឺជាវីដេអូដែលទាញម៉ោងឲ្យអ្នកគ្នាឯងចុះបើអ្នកគ្នាត្រូវការ subscriber វិញតើអ្នកគ្នាឯងយកតាមណាធ្វើអ្វីក៏បានធ្វើអាខ្លីក៏បានឲ្យតែវីដេអូហ្នឹងមានគេមើលច្រើនហើយវិធីមួយទៀតនៅក្នុងអាក្បួនហ្នឹងគឺសុំឲ្យគេ subscribe អ្នកគ្នាឥឡូវឧទាហរណ៍ដូចខ្ញុំនិយាយអញ្ចឹងអ្នកគ្នាចូលចិត្តខ្ញុំអ្នកគ្នាឯងចង់ចេះដឹងខាង YouTube គឺខ្ញុំចែកម្លែក YouTube
នឹងឲ្យខ្ញុំចែកចំណេះដឹងខាង YouTube នៅ channel មួយហ្នឹងចឹងអ្នកគ្នាជួយ subscribe ម្នាក់មួយមកហ្នឹងគឺបែបហ្នឹងអ្នកគ្នាបាទគឺអ្នកគ្នាសុំគេ subscribe ឲ្យអ្នកគ្នាខ្លះទៅហ្នឹងហើយគឺគេជួយ subscribe ឲ្យចឹងអ្នកគ្នាធ្វើវែងក៏បានខ្លីក៏បានតែដូចថាអញ្ចឹងបើអ្នកគ្នាត្រូវការ 4000 ម៉ោងគឺធ្វើវីដេអូវែងហ្នឹងហើយគេមើលឲ្យបានយូរអញ្ចឹងអ្នកគ្នាត្រូវដឹងថាអ្នកគ្នាត្រូវការមួយណាសិនអញ្ចឹងទី3ដើម្បីឲ្យបាន 4000 ម៉ោងហើយឲ្យបាន 1000 subscriber គឺអ្នកគ្នាត្រូវតែធ្វើវីដេអូឲ្យបានអ្នកមើលឲ្យបានច្រើនគឺ view ឲ្យបានច្រើនខ្ញុំទៅនិយាយអាហ្នឹងពីក្បាលដំបូងហើយទេឥឡូវខ្ញុំបញ្ចូលកន្លែងហ្នឹងបន្ថែមគឺអ្នកគ្នាឯងត្រូវការអ្នកមើលឲ្យបានច្រើនអញ្ចឹងអ្នកគ្នាត្រូវសួរខ្លួនឯងថាវីដេអូអ្នកគ្នាគួរធ្វើវីដេអូរាល់ថ្ងៃហ្នឹងគេគួរមើលអត់ហ្នឹងហើយដូចអ្នកដតីអញ្ចឹងគេអូសកាត់វីដេអូអ្នកគ្នាឯងហ្នឹងគេគួរមើលវីដេអូអ្នកគ្នាឯងអត់អញ្ចឹងអ្នកគ្នាឯងមើលវីដេអូខ្លួនឯងខ្លះទៅហើយឬក៏ចែកម្លែកសួរបងប្អូនឬក៏ពុកម៉ាក់ទៅសួរទៅថាវីដេអូខ្លួនឯងនៃវីដេអូអ្នកគ្នាឯងហ្នឹងមិនដែរមើលកើតអត់អីអត់អញ្ចឹងមិនអ្នកដតីគេអាចចូលមើលបានអញ្ចឹងបើអ្នកគ្នាឯងធ្វើវីដេអូដូចថាអញ្ចឹងមិនមែនចេះធ្វើមិនចេះផទេបើអ្នកគ្នាធ្វើវីដេអូគេមើលមិនកើតគឺគេមិនមើលទេអញ្ចឹង 4000 ម៉ោងហើយនឹង subscriber ហ្នឹងមិនបានមកអ្នកគ្នាបាទអញ្ចឹងយើងបាន 4000 ម៉ោងហើយ subscriber ហ្នឹងគឺដោយសារ view ហ្នឹងហើយខ្ញុំឃើញខាងអ្នកធ្វើ YouTube មួយពូមួយគាត់ថាធ្វើវីដេអូកុំខ្វល់ពីរឿង view ច្រើនពេកអត់ទេណោះគឺគាត់និយាយនឹងគឺខុសតែម្ដងគឺធ្វើវីដេអូគឺធ្វើ YouTube គឺខ្វល់ជាងគេនឹងហើយគឺរឿង view ណោះគ្នាបាទបើអត់បាន view ណោះគ្នាត្រូវឆ្ងល់ថាថៃបានវីដេអូណោះគ្នាឯងគេអត់មើលណែថៃបានធ្វើវីដេអូview តិចម៉េះណោះគ្នាត្រូវតែឆ្ងល់ណោះគ្នាត្រូវរកបញ្ហាត្រូវតែដោះស្រាយពីបញ្ហាមួយហ្នឹងអញ្ចឹងបើអ្នកគ្នាអាចរីកចម្រើនទៅមុខហើយពេលអ្នកគ្នាបាន view ច្រើនក៏វាបានលុយច្រើនដែរអញ្ចឹងខ្ញុំឃើញគេនិយាយមួយខ្ញុំមិននិយាយឈ្មោះទេក៏ប៉ុន្តែឃើញគាត់ថាធ្វើវីដេអូកុំខ្វល់រឿង view ច្រើនពេកគឺខុសតែម្ដងអ្នកគ្នាបាទគឺធ្វើវីដេអូលើ YouTube គឺខ្វល់ជាងគេហ្នឹងហើយគឺរឿង view អ្នកគ្នា Mr. B គាត់ឡើងដល់500លាន subscriber គឺដោយសារគាត់រៀនយល់ដឹងពីការធ្វើមិនឲ្យមានអ្នកមើលវីដេអូគាត់ឲ្យបានច្រើនតែប៉ុណ្្នឹងទេបើគាត់ខ្លាចទៅជាអ្នកលេខ1នៅលើ YouTube នឹងនោះណោះគ្នាបាទចេះអញ្ចឹងធ្វើវីដេអូលើ YouTube គឺខ្វល់រឿង view ណោះគ្នាបាទអញ្ចឹងណោះគ្នាទៅសួរខ្លួនឯងទៅថាវីដេអូណោះគ្នាឯងតើគេគួរមើលដែរឬទេហើយណោះគ្នាឯងបើណោះគ្នាធ្វើវីដេអូហើយអត់មាន view ណោះគ្នាគួរណាស់តែរកដំណោះស្រាយដោះឲ្យចេញថាហេតុអីបានវីដេអូណោះគ្នាឯងអត់មានអ្នកមើលសោះមកពីវីដេអូមើលមិនកើតឬក៏មកពីធ្វើខុសគោលការណ៍ YouTube ឬក៏មកពីអ្វីចឹងអ្នកគ្នាឯងត្រូវមើលវីដេអូខ្លួនឯងហើយសួរខ្លួនឯងផងដែរថាវីដេអូហ្នឹងគួរមើលអត់ហើយចំណុចមួយទៀតនេះចំណុចទី4នេះអ្នកគ្នាខ្ញុំចង់ផ្លេចបាត់ហើយក៏ប៉ុន្តែក៏ជាចំណុចមួយដែលគ្នាយើងភាគច្រើនក៏មើលរំលងដែរតើអ្នកគ្នាធ្វើ content បែបអ្វី content អ្នកគ្នាឯងពីអ្វីតើ content អ្នកគ្នាឯងមានអ្នកចូលចិត្តច្រើនដែរអត់ទេ content អ្នកគ្នាឯងមនុស្សទូទៅគេមើលដែរអត់ទេអញ្ចឹងឧទាហរណ៍ថាបើអ្នកគ្នាធ្វើ content ពីបាល់អ្នកគ្នានិយាយពីរុនណាដូគាត់បកកែចេះ Messi ក៏បកកែជាងចែចេះប្រកាសជាមានអ្នកស្គាល់រុនដូឬក៏ Messi ច្រើនហើយអញ្ចឹងគេនឹងមកចុចមើលវីដេអូអ្នកគ្នាឯងហើយប្រៀបអ្នកគ្នាឯងទៅដូរអ្នកគ្នាទៅធ្វើ content បែបឧទាហរណ៍ថាបាញ់ឃ្លីចោះអ្នកគ្នាហ្នឹងហើយអ្នកណាគេអ្នកមើលបាញ់ឃ្លីមនុស្សធំមែនគេតែមើលបាញ់ឃ្លីឬក៏ក្មេងអញ្ចឹងក្មេងហើយក្មេងសម័យឥឡូវគេលេងបាញ់ឃ្លីអត់ទេហ្នឹងហើយអញ្ចឹងអ្នកដែលមើលអ្នកគ្នាលេងបាញ់ឃ្លីហ្នឹងគឺវាមានតិចមែនតើអញ្ចឹងអ្នកគ្នាគួរណាស់តែធ្វើ content បែបណាដែលមានគេមើលច្រើនឧទាហរណ៍ដូចលេង game ឬក៏ធ្វើម្ហូបឬក៏ដើរ vlog ឬក៏និយាយអំពីទូរស័ព្ទឬក៏បច្ចេកវិទ្យាថ្មីអីចឹងទៅគឺមានអ្នកមើលច្រើនអញ្ចឹងអ្នកគ្នាធ្វើ content ក៏ត្រូវតែរើសឲ្យបានត្រឹមត្រូវដែរ content អ្នកគ្នាឯងគួរណាស់តែមានគេមើលច្រើនអ្នកគេចូលចិត្តច្រើនបើអត់មានអ្នកចូលចិត្ត content បែបប្រភេទចឹងទេហើយអ្នកគ្នានៅតែធ្វើគឺវាមិនឡើង view វាមិនឡើងម៉ោងវាមិនឡើង subscriber ទេថាវាអត់មានអ្នកមើលអ្នកគ្នាបាទចឹងវាមិនឡើងទៅណាទេអញ្ចឹងអានេះគឺជាចំណុចចុងក្រោយហើយក៏មិនមែនជាចំណុចដែលខ្ញុំប្រាប់អ្នកគ្នាឲ្យគួរធ្វើមិនដែរទេគឺខ្ញុំសួរអ្នកគ្នាឲ្យវិញតើ content អ្នកគ្នាឲ្យធ្វើតើវាត្រូវគោលការណ៍ YouTube អត់ទេនឹងហើយបើអ្នកគ្នាឯងអត់ឡើង view អត់ឡើង subscriber អត់ឡើងម៉ោងគឺបានន័យថាអ្នកគ្នាឯងអាចនឹងធ្វើខុសគោលការណ៍របស់ YouTube អ្នកគ្នាបាទហ្នឹងហើយអញ្ចឹងអ្នកគ្នាឯងធ្វើត្រូវគោលការណ៍គេអត់ដែរអត់ទេអ្នកគ្នាមានយកវីដេអូគេយកទៅផុសដែរអត់ទេពេលអ្នកគ្នាយកវីដេអូគេទៅផុសគឺវាបាន view វាបានអីមែនក៏ប៉ុន្តែថ្ងៃមុខហាពេលអ្នកគ្នាទៅស្នើសុំបើករលុយគឺគេបិទ channel ហ្នឹងតែម្ដងអញ្ចឹងមុននឹងអ្នកគ្នាចំណាយពេលទៅយកវីដេអូគេយកមកផុសកាត់វីដេអូគេកាត់អីហ្នឹងខាតទៅពេលអត់តែប្រយោជន៍ទេអញ្ចឹងអ្នកគ្នាត្រូវដឹងមុនសិន
កុំឲ្យនរគ្នាខាតពេលហើយឲ្យតែនេះខ្ញុំតនិយាយចំណុចមួយទេខ្ញុំនឹងតិចទេនិយាយចំណុចមួយទៀតអញ្ចឹងនរគ្នាត្រូវដឹងថាតើនរគ្នាឯងធ្វើ content ហ្នឹងគឺខុសគោលការណ៍ឬមិនខុសគោលការណ៍ YouTube ហ្នឹងហើយពេលខ្លះនរគ្នាធ្វើខុសគោលការណ៍ YouTube គឺគេដាក់ shadow ban ពាក្យថា shadow ban ហ្នឹងគឺបានន័យថា YouTube វាបិទវីដេអូយើងអត់ឲ្យគេមើលហើយអាហ្នឹងពិតឬមិនពិតគឺពិតណោះគ្នាបាទហ្នឹងហើយ channel ខ្លះណោះគ្នាឯងផុសវីដេអូកាត់វីដេអូដូចគ្នាហើយណោះគ្នាទៅផុស channel ផ្សេង channel ផ្សេងនោះមានអ្នកមើលច្រើនជាង channel មួយនេះតែវីដេអូតែមួយអាហ្នឹងគឺអាចមកពីណោះគ្នាផុសវីដេអូមុនខុសគោលការណ៍របស់ YouTube ហ្នឹងហើយអញ្ចឹង YouTube វាមានគោលការណ៍ជាច្រើនដូចជា copyright copy strike គឺមានជាច្រើនមានរបស់ខ្លះគេមិនចង់ឲ្យដាក់លើ YouTube ណោះគ្នាយកទៅដាក់ណោះគ្នាយកវីដេអូគេយកមកផុសឬក៏អីចឹងតែគឺវាមានបញ្ហាជាច្រើនណោះគ្នាបាទអញ្ចឹងបានធ្វើឲ្យណោះគ្នាគាំង view អត់ឡើងម៉ោងអត់ឡើង subscriber អញ្ចឹងអាពាក្យថា shadow ban ហ្នឹងគឺគេអត់មានប្រើនៅលើ YouTube ទេ YouTube អត់ដែលប្រើពាក្យហ្នឹងទេក៏ប៉ុន្តែវាមានពិតមែនណោះគ្នាបាទគឺ shadow ban គឺមានពិតអញ្ចឹងណោះគ្នាត្រូវមើលថាតើ channel ណោះគ្នាមានជាប់ shadow ban អត់ទេឬក៏ណោះគ្នាធ្វើវីដេអូគេមើលមិនកើតមកហ្នឹងហើយអាហ្នឹងក៏ជាមូលហេតុដែរចាំបើណោះគ្នាធ្វើវីដេអូឲ្យគេមើលមិនកើតគឺមិនមែនជាប់ shadow ban ទេគឺវីដេអូណោះគ្នាឯងគឺធ្វើមិនទាន់ល្អគ្រប់គ្រាន់ដើម្បីឲ្យ YouTube វារុញឲ្យតែគេមើលអញ្ចឹងមិនមែនខ្ញុំនិយាយនេះណោះគ្នាផុសអត់មានបាន view អីសោះអាហ្នឹងជាប់ shadow ban អត់ទេក៏ប៉ុន្តែភាគច្រើនក៏ណោះគ្នាអាចជាប់ shadow ban ដែរហ្នឹងហើយវាគឺជាការពិតណោះគ្នាបាទពាក្យហ្នឹងគេ YouTube គេមិនប្រើទេក៏ប៉ុន្តែគឺវាមានការពិតហើយអញ្ចឹងវីដេអូមួយហ្នឹងគឺខ្ញុំអត់ដឹងចែកម្លែកអ្វីច្រើនពេកទេដោយសារខ្ញុំបានចេញវគ្គសិក្សាដែលបញ្យល់បងប្អូនដែលបរៀនបងប្អូនពីការធ្វើ YouTube ឲ្យច្បាស់លាស់ហ្នឹងហើយខ្ញុំប្រាប់ពីម៉ោងផុសខ្ញុំប្រាប់ពី content ដែលអ្នកគ្នាគួរធ្វើអ្នកគ្នាគួរធ្វើវីដេអូបែបម៉េចវីដេអូបែបម៉េចបានគេចូលចិត្តមើលអ្នកគ្នាគួរអភិវឌ្ឍវីដេអូអ្នកគ្នាបែបម៉េចហើយនឹងកលឹះហើយនឹងអ្វីដែលអ្នកគ្នាមិនគួរធ្វើអីច្រើនផងដែរអ្នកគ្នាបាទចឹងអ្នកគ្នាចង់រៀនអាច scan QR នេះបានហើយបញ្ជាក់អញ្ចឹងគឺខ្ញុំអត់ចែកដោយ free ទេអ្នកគ្នាបាទអញ្ចឹងថ្ងៃនេះមានប៉ុណ្្នឹងទេអរគុណច្រើនបានមើលបាទសង្ឃឹមថាអ្នកគ្នាបាន 4000 ម៉ោងហើយនឹង 1000 subscriber ទាំងអស់គ្នាបាទ